សួស្តីអ្នកនាងអាត្មាទេជគុណគង្គាសម្រាប់ធាមបបយើងក្នុងថ្ងៃនេះតកតងជាមួយនឹងមនុស្សលោភលន់តែងតែបាត់បង់ច្រើនជាងការទទួលមនុស្សភាគច្រើនសពថ្ងៃនេះគឺតែងតែចង់បានរបស់ជាច្រើនជាងការទទួលបាននៅរបស់តិចមិនបានអញ្ចឹងដោយសារតែរបស់ច្រើនទៅវាអាចបរិមាណក៏ឃើញក៏ពិតមែនប៉ុន្តែជាក់ស្ដែងហ្នឹងវាមិនសូវជាមានគុណភាពហើយមួយចំណុចទៀតហ្នឹងគឺរបស់ដែលមានតិចប៉ុន្តែបរិមាណនៃគុណភាពរបស់វាហ្នឹងគឺវាល្អប៉ុន្តែមនុស្សភាគច្រើនមិនចង់បានបរិមាណតិចទេចង់បានបរិមាណច្រើនអញ្ចឹងទៅធ្វើឲ្យគេអាចនឹងងាយចូលទៅក្នុងការបោកបញ្ឆោតរបស់អ្នកដទៃជាឧទាហរណ៍អាត្មាចង់លើកតាក់ទងជាមួយនឹងការសិក្សាផ្នែក graphic design យើងតែងតែឃើញមានការវែកញែកតាក់ទងជាមួយនឹងការសិក្សារយៈពេលមួយសប្តាហ៍ពីរសប្តាហ៍ឬមួយក៏រយៈពេលមួយខែដើម្បីទទួលបាននូវការងារមួយដែលយើងអាចចង់ទៅធ្វើតាក់ទងជាមួយនឹងផ្នែក graphic design ហ្នឹងអាត្មាជា graphic design នៅមួយអង្គដែរនៅវិទ្យាសាស្ត្រសេដ្ឋកិច្ចហើយសប្តាហ៍នេះគឺឆ្នាំទី3ហើយអាត្មាចង់បញ្ចេញជាមតិយោបល់សម្រាប់បងប្អូននិស្សិតដែលទើបតែចូលសិក្សាថ្មីអាត្មាចង់និយាយថាគ្មានការសិក្សាណាដែលធ្វើឲ្យយើងជោគជ័យលឿនឬមួយក៏យើងធ្វើឲ្យយើងចេះលឿនទេវាតើតងអាស្រ័យនឹងការដែលយើងព្យាយាមមិនបានថ្មអញ្ចឹងការដែលយើងចង់ចេះលឿនហ្នឹងវាមិនងាយស្រួលដូចអ្វីដែលយើងគិតទេពេលខ្លះយើងឃើញគេផុសទៅលើបណ្ដាញសង្គមនានាជាច្រើនគេនិយាយថាសិក្សារយៈពេលមួយសប្តាហ៍ពីរសប្តាហ៍ឬមួយក៏មួយខែគឺទទួលបាននៅចំណេះដឹងតាក់ទងជាមួយនឹងមេរៀនអាត្មាទទួលស្គាល់ការដែលគេនិយាយបែបនោះគឺជាការប្រម៉ូទរបស់គេហើយការដែលគេនិយាយបែបនោះគឺគេមានលក្ខខណ្ឌក្នុងការដែលគេបង្រៀនតែសំណួរសួរថាតើយើងអាចចេះអ្វីទាំងអស់ដែលគេបង្រៀនមកកាន់យើងទេគឺមិនអាចទេគឺយើងមិនអាចចេះអ្វីទាំងអស់ដែលគេបានបង្រៀនមកកាន់យើងទេយើងចេះតែកន្លែងណាដែលយើងទទួលបានពីការរៀនសូត្រតែប៉ុណ្ណោះដូច្នេះហើយអាត្មាសូមផ្ដល់ជាមតិសម្រាប់និស្សិតទាំងអស់គ្នាជាពិសេសបងប្អូនថ្មីកុំតន់ចង់បានការលូតលាស់ដោយមានរយៈពេលខ្លីខ្លាំងពេកពីព្រោះថាការដែលយើងសិក្សាខ្លីហើយយើងយកមកអនុវត្តមិនមែនថាមិនបានទេអ្នកខ្លះក៏អាចអនុវត្តបានល្អទៀតផងយើងទទួលស្គាល់ប៉ុន្តែអ្វីដែលអាត្មាចង់និយាយច្បុចត្រង់នេះតើតងជាមួយនឹងអ្នកសិក្សាជាពិសេសអ្នកថ្មីសុទ្ធតែម្ដងគឺមានគេសួរអាត្មាជាច្រើនលោកបងតើរៀន graphic design ហ្នឹងរយៈពេលប្រហែលយើងអាចចេះ design poster មួយដែលស្អាតមើលទៅចូលផ្នែកសម្រាប់អាត្មាអត់មានកំណត់ពេលវេលាទេដូចខាងលើដែលអាត្មានិយាយចឹងរយៈពេល1ខែ2ខែឬមួយក៏មួយសប្តាហ៍2សប្តាហ៍អាហ្នឹងវាជា short course របស់គេប៉ុន្តែសម្រាប់អាត្មាថាអ្នកមានដងទៅលើ graphic design វាទាមទារឲ្យមានការច្នៃប្រឌិតទាក់ទងជាមួយនឹងការរចនារូបភាពដូច្នេះហើយយើងត្រូវពង្រឹងខ្លួនឯងផ្ទាល់ទៅលើជំនាញការប្រើប្រាស់ទៅលើកម្មវិធី Photoshop ឬមួយក៏ Illustrator ឬមួយក៏ Premiere Pro កាត់តវីដេអូហ្នឹងហើយតាក់ទងជាមួយនឹង After Effects សម្រាប់ motion graphic អីចឹងទៅការដែលអាត្មានិយាយបែបនេះទៅបានដោយសារតែអាត្មាធ្លាប់ឆ្លងកាត់តាក់ទងជាមួយនឹងការសិក្សារយៈពេលយូរគួរសមដែរ3កម្មវិធីបើនិយាយទៅកម្មវិធីទី1ដែលអាត្មារៀនហ្នឹងគឺតាក់ទងជាមួយនឹង After Effects បងលុយដូចជា5-6 ឡាអញ្ចឹងអាត្មាចាំមិនខុសទេពេលហ្នឹងប៉ុន្តែបងលុយហើយក៏ស្ងាត់ទៅអាត្មាបានទៅមើលទីវីដេអូទេឆ្ងល់អីអត់ហ៊ានសួរទេគេមានគ្រូសម្រាប់ឲ្យសួរតែនិស្សិតផ្សេងឬមួយក៏អ្នកសិក្សាផ្សេងគេអត់មានសួរទេអត់ហ៊ានសួរគេអត់ហ៊ានយើងក៏អត់ហ៊ានដែរចំណុចទី2តាក់ទងជាមួយនឹងកម្មវិធីធ្វើឲ្យចលនាតួអង្គឬមួយក៏យើងតែងថាធ្វើវីដេអូ 2D បើនិយាយទៅ 2D វីដេអូ 2D តាក់ទងជាមួយនឹងការប្រើប្រាស់កម្មវិធីដែលទាំងអស់ហ្នឹងគឺអាត្មាអត់ចេះតែម្ដងវាមានការប្រើប្រាស់កម្មវិធីធ្វើចលនារូបភាពការពេលហ្នឹងថ្មីបើនិយាយទៅការហ្នឹងថ្មីមែនតើ Photoshop ក៏អត់ទាន់ចេះច្បាស់ដែរហើយវាមានកម្មវិធីកែសំឡេងហ្នឹងក៏អាត្មាអត់ទាន់ចេះដែរអញ្ចឹងបើន័យថាការដែលយើងចង់បានអ្វីដែលលឿនពេកវាធ្វើបាបទៅខ្លួនឯងហើយធ្វើឲ្យខ្លួនឯងអន្តរាយទៀតការហ្នឹងអាត្មាចាំមិនខុសទេដូចជាការចំណាយពេលហ្នឹងគេថាបញ្ចុះ promotion រយៈពេលប៉ុណ្ណេះអញ្ចឹងទៅដូចជាតម្លៃពេលហ្នឹងគេដាក់ដូចជា$45គេមានកំណត់អាត្មាក៏មិនចង់ឲ្យខកពេលក៏បង់ពាក់កណ្ដាលមុនហើយក៏សុំពជាពេលរបស់គេដើម្បីបង់ប្រគ្រប់ខែមតាមក្រោយដើម្បីកុំឲ្យខកខាននៃការ promotion របស់គេបើយើងហួសហើយវាឡើងតម្លៃដូចជាពេលហ្នឹងក្បែរ100ដែរណាទាំងអស់គ្នាពេលអញ្ចឹងវាថ្លៃដែរអញ្ចឹងយើងខ្លាចអស់ឱកាសហ្នឹងក៏យើងចង់រៀនតែជាលទ្ធផលបងលុយហើយក៏អត់បានរៀនទេលោកគ្រូបើនិយាយទៅមិនមែនថាបន្ទោសគាត់ទេផងចំណុចហ្នឹងយើងអត់ដឹងថាយ៉ាងម៉េចដែរនៅពេលដែលបងលុយហើយការសួរនាំការនិយាយស្ដីប្រស្រ័យតាក់ទងគ្នាហ្នឹងគឺវាអត់ដូចកាលដែលអត់តន់បងលុយគ្រប់ទេគឺថាសួរមួយម៉ាត់អីគាត់ឆ្លើយតែមួយម៉ាត់អីចឹងទៅហីអីចឹងទៅយើងក្នុងនាមជាសិស្សយើងអត់មានអារម្មណ៍ក្នុងការរៀនដែរពេលហ្នឹងក៏បោះបង់ទៅសម្រាប់កម្មវិធីមួយទៀតតាក់ទងជាមួយនឹងកម្មវិធី Photoshop អាហ្នឹងរៀនតាក់ទងជាមួយនឹង tool សម្រាប់អ្នកថ្មីគឺថាពេលហ្នឹងគេមានការបរៀនជាក់លាក់ប៉ុន្តែបន្ទាប់ពីរៀនបានមួយសប្តាហ៍ក្រោយមកគេ
គេមានការដូរកាយវិភាគតាក់ទងជាមួយនឹងការរៀនសូត្រដូច្នេះទៅយើងនឹងស្រាប់ហើយសម្រាប់យើងថ្មីយើងអត់តន់ចេះប្រើប្រាស់កម្មវិធីតាក់ទងជាមួយនឹងការប្រើសិក្សាទៅលើផ្នែកអនឡាញយើងថ្មីតែម្ដងដោយសារតែយើងមកពីខេត្តអញ្ចឹងពេលអញ្ចឹងទៅក៏រៀនបានតែរយៈពេលប្រហែលជា2សប្តាហ៍តាមគេតាមតន់ដែរមិនមែនថាអត់តាមអត់តន់ប៉ុន្តែយើងអត់ហ៊ានសួរនាំហើយគេបដូរកាយវិភាគការសិក្សាកម្មវិធី program អីចឹងទៅក៏ធ្វើឲ្យយើងបោះបង់ទៅបើនិយាយតម្លៃពីការសិក្សាវិញដូចជា$35បង់លុយហើយក៏រៀនបានតែ2សប្តាហ៍ក៏រត់ចោលទៅអាហ្នឹងយើងមិនអាចបន្តគេបានទេដោយសារតែយើងចង់ចេះលឿនប៉ុន្តែយើងភ្លេចអនុវត្តឬមួយក៏យើងហៅថាស្វ័យសិក្សាឬក៏អនុវត្តផ្ទាល់ខ្លួនឯងយើងភ្លេចត្រង់ហ្នឹងហើយត្រង់ចំណុចនេះការដែលយើងលុបលន់ទៅលើរបស់ដែលខុសគឺធ្វើឲ្យយើងខាត់បង់ចឹងបងប្អូននិស្សិតទាំងអស់ដែលស្ដាប់អាត្មានិយាយហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់ពីអ្វីដែលអាត្មានិយាយខាងលើនេះដោយសារតែអាត្មាមានបទពិសោធន៍ទាក់ទងជាមួយនឹងរៀនសូត្រខុសខ្លះៗដែរអញ្ចឹងយើងបង់លុយហើយត្រូវតែច្បាស់លើខ្លួនឯងហើយយើងរៀនដោយយកចិត្តទុកដាក់ហើយយើងត្រូវចេះកម្មវិធីខ្លះៗដែរមិនមែនទៅរៀនអត់ចេះសោះទេបើយើងទៅរៀនអត់ចេះសោះក៏គេមិនយកចិត្តទុកដាក់ទៅលើយើងដែរហើយមួយទៀតសម្រាប់កម្មវិធីទាំងអស់ហ្នឹងធ្វើមកយើងឲ្យចេះខ្លះៗណាកុំឲ្យអត់សោះដោយអាត្មាបញ្ជាក់អញ្ចឹងបញ្ជាក់ម្ដងហើយម្ដងទៀតមិនមែនថាយើងរៀនសក់ខុសឲ្យតែរៀនសក់ខុសដឹងតែបរាជ័យមិនអញ្ចឹងទេប៉ុន្តែពេលខ្លះការដែលយើងចង់ជោគជ័យវាមានក្នុងគោលដៅរបស់យើងណាវាធ្វើឲ្យយើងបាត់បង់ការគ្រប់គ្រងឬមួយក៏យើងនិយាយថាម្ចាស់ការបាត់ភាពម្ចាស់ការទៅលើខ្លួនរបស់យើងផ្ទាល់ដូច្នេះហើយសូមគំលុបលន់ទៅលើការសិក្សាបើនិយាយទៅតើតើជាមួយនឹងវគ្គសតខុសហ្នឹងគឺថាងាយនឹងជឿជាក់ទៅតាមគេមែនតើដោយសារតែការដែលយើងចង់ចេះលឿនពេកហ្នឹងធ្វើឲ្យយើងមិនបានគិតដិតដល់យើងជឿទៅតាមគេជឿថារៀនហើយវាអាចទទួលបានគំនិតឬមួយក៏មេរៀនដ៏ល្អយើងអាចទៅ apply ជាមួយនឹងការងារបានភ្លាមៗអញ្ចឹងណាដោយសារតែយើងចង់បានការងារធ្វើដែរទីបំផុតយើងត្រូវបានគេបោកប្រាស់ដោយការបោកបញ្ឆោតដោយពាក្យសម្ដីអានេះវាតកតងជាមួយនឹងយើងលោភលន់ដែរសមដូចពាក្យបុរាណលោកពោលថាធ្វើតេស្តសិនមុននឹងជឿគេហេតុនឹងផលអ្នកធ្វើអាក្រក់បានផលគឺវិបដិសារីអំពើអាក្រក់ប្រៀបបីដូចជាទឹកឃ្មុំដែលលាយជាមួយនឹងថ្នាំពឹសក៏ដូច្នោះដែរនៅពេលដែលយើងផឹកដំបងគឺវាឆ្ងាញ់ណាស់ប៉ុន្តែនៅពេលដែលវាជ្រាបចូលសរសៃឈាមទើបយើងដឹងថាតើវាឈឺចាប់ខ្លោចសារប៉ុណ្ណាភាពរីកចម្រើនវាអាស្រ័យនឹងការមិនគិតដដែលក្នុងរឿងអតីតកាលប្រសិនបើយើងចង់ធ្វើអ្វីមួយឲ្យរីកចម្រើនជានិច្ចនោះយើងមិនត្រូវគិតដដែលអំពីអតីតកាលនោះទេប៉ុន្តែចូលបង្កើតនៅរឿងថ្មីជានិច្ចសមដោយពាក្យស្លោកកន្លឹះមួយដែលគេនិយាយថាការឈានទៅមុខគឺជាការអភិវឌ្ឍហើយការអភិវឌ្ឍគឺជាការឈានទៅមុខពេលខ្លះពិបាកណាស់ប្រសិនបើយើងមិនឈានទៅមុខទេគឺយើងនឹងនៅក្នុងភាពដដែលនោះឯង